សួស្តីបងប្អូនគ្នាឥឡូវនេះខ្ញុំមាន LED របស់ Makita LED នេះគឺអាចប្រើជាមួយនឹងថ្ម18 វ៉ុលក៏បានប្រើជាមួយនឹងភ្លើងអគ្គិសនីដែលផ្ទាល់ក៏បានតាមរយៈការដោតដូចមួយនេះណាបាទហើយមានកន្លែងភ្ជាប់នៅផ្នែកខាងក្រោយនេះបាទនេះកន្លែងភ្ជាប់ហើយកន្លែងដាក់ថ្មនៅផ្នែកខាងនេះនេះកន្លែងដាក់ថ្ម18 វ៉ុលអូខេអញ្ចឹងតើតើជាមួយនឹង LED មួយនេះគឺលេខកូដ DML 811 DML 811បាទហើយតើតើជាមួយនឹងគ្រាប់នៅខាងក្នុងនេះគឺមាន30គ្រាប់ LED ហើយអាចសារ៉េកម្រិតពន្លឺបាន3អញ្ចឹងខ្ញុំបើកភ្លើងយ៉ាងចាំងបន្តិចបាទអូខេ1 2 3ចឹងមក1 2 3អញ្ចឹងតើតើជាមួយនឹងរយៈពេលនៃការប្រើប្រាស់ម្ដងបើសិនប្រើជាមួយនឹងថ្មប្រភេទ18 វ៉ុល 3 អាំពែយើងប្រើលេខ3លេខភ្លឺបំផុតបាទលេខភ្លឺបំផុតគឺបាន1ម៉ោងជាងហើយកដាលបាន2ម៉ោងជាងហើយបើសិនជាបាទខ្សោយជាងគេហ្នឹងគឺ6ម៉ោងជាងហើយបើសិនតើតើជាមួយនឹងថ្ម5អាំពែបានភ្លឺបំផុតគឺ2ម៉ោងជាងហើយកដាលគឺ6ម៉ោងជាងហើយបើសិនជាខ្សោយបំផុតគឺ11ម៉ោងបាទតើតើមួយការប្រើប្រាស់ជាក់ស្ដែងណាបាទហើយអ្វីដែលសំខាន់គឺប្រភេទនេះគឺយើងអាចចល័តបានបាទប្រើថ្មអាចចល័តបានប្រវែបានឡើងលើចុះក្រោមបានហើយកន្លែងគៀននេះគឺកន្លែងដែលយើងត្រូវរុំបាទរុំខ្សែនេះដាក់ចូលអញ្ចឹងណាបាទអញ្ចឹងបើសិនជាបងប្អូនអ្នកគ្នាបាទមានចំណាប់អារម្មណ៍ឬចង់ដឹងព័ត៌មានបន្ថែមអាចឆាតមកសួរបានបាទសូមអរគុណ